ជំរាបសួរលោកអ៊ំបាទជំរាបសួរខ្ញុំតំណាងឲ្យក្រុមហ៊ុនបុប្ផា Organic ខ្ញុំបានទទួលព័ត៌មានថាលោកអ៊ំបានជោគជ័យលើការប្រកបរបរដាំស្វាយចន្ទីមែនទេលោកអ៊ំបាទតើលោកអ៊ំឈ្មោះអីដែរនៅក្នុងឃុំអីស្រុកអីដែរលោកអ៊ំខ្ញុំឈ្មោះមកបានបាទហើយនៅទីនេះភាគច្រើនហៅតាចិនអូបាទចិនចឹងនៅឃុំអីស្រុកអីភូមិហៅភូមិជ័យសុកសានបាទឃុំតាពាំងព្រីងខេត្តត្បូងឃ្មុំបាទតើលោកអ៊ំបានជ្រើសរើសយកជីប្រភេទអ្វីមកប្រើលើដំណាំស្វាយចន្ទីរបស់លោកអ៊ំហ្នឹងលោកអ៊ំបាទរឿងជីដែលថាយើងពីដើមមកជាតែប្រើដូចថាយើងមិនសូវជាបានជ្រើសរើសយកជីត្រឹមត្រូវម្ល៉េះជាតែប្រើដូចថាជីមានដូចថាគីមីអីបាទដល់ពេលក្រោយមកបានឮសូរថាមានជីធម្មជាតិបុប្ផាហើយខ្ញុំក៏សាកយកមកប្រើពេលឆ្នាំទី1គឺប្រើទៅឃើញថាគុណភាពវាគួរសមបាទដល់ពេលឆ្នាំទី2ខ្ញុំប្រើឆ្នាំនេះគឺឆ្នាំទី3ហើយបាទអញ្ចឹងយើងឃើញថាវាផលបានល្អបាទមិនសូវជាមានសត្វល្អិតអីមកបៀតបៀនហើយវាផ្លែក៏ឃើញថាវាច្រើនអញ្ចឹងពេលមុនដែលយើងប្រើជីគីមីឃើញថាក្នុងមួយតងវាអាចបានត្រឹមតែ4-5ផ្លែទេដល់ពេលយើងប្រើជីបុប្ផាឃើញថាឆ្នាំនេះរហូតដល់ខ្លះដល់តែជាង20ផ្លែអញ្ចឹងបន្តនេះវាជាគុណភាពរបស់ជីបុប្ផាបាទតាមខ្ញុំគិតនេះគឺជាចេះលោកអ៊ំការប្រើប្រាស់ហ្នឹងគឺអ៊ំជីបុប្ផាហ្នឹងអ៊ំប្រើយូរកាន់តែល្អកើតហើយកាន់តែបង្កើនគុណភាពដីបាទអញ្ចឹងបានជាការប្រើលើកដំបូងវាកើនទិន្នផលបន្តិចជាមួយនឹងជីគីមីបន្ទាប់មកបានលោកអ៊ំប្រើបន្តឥឡូវដល់ឆ្នាំនេះអ៊ំប្រើបានរយៈពេលប្រហែលឆ្នាំអ៊ំ3ឆ្នាំបានអញ្ចឹងបានទិន្នផលគិតឡើងខ្ពស់មែនតើតាមខ្ញុំគិតមើលបើសិនលោកអ៊ំព្យាយាមប្រើជីបុប្ផា Organic នេះទៀតប្រហែលជាអាចទិន្នផលឆ្នាំក្រោយកើនលើសនឹងទៀតបាទតើការប្រើកើនទិន្នផលនេះវាកើនរបៀបម៉េចវិញលោកអ៊ំក្នុងការប្រើគឺសំខាន់បំផុតគឺយើងចាប់ផ្ដើមពីដាច់ទឹកភ្លៀងបាទយើងចាប់ផ្ដើមបាញ់វាទៅបាទក្នុង1លីត្រជីបុប្ផាយើងលាយជាមួយទឹករបស់យើងនឹង300លីត្រឬក៏350លីត្របាទហើយទៅយើងក៏បាញ់សាយទៅលើទឹកដើមតែហ្មងបាទហើយក្នុងឆ្នាំនេះគឺខ្ញុំប្រើបានច្រើនគឺរយៈពេល7ដងហើយតាមប្រើរហូតដល់មកពេលនេះ7ដងហើយបាទអញ្ចឹងតាមខ្ញុំគិតមើលប្រហែលជាអត់ទាន់ឈប់ប្រើបានទេលោកអ៊ំពួកអីខ្ញុំឃើញនៅមានផ្កាបាទជីបុប្ផា Organic នេះបើសិនជាកាលណាអ៊ំដូចជាខាងនេះមិនទាន់ចេញផ្កាអញ្ចឹងលោកអ៊ំព្យាយាមប្រើទៀតអាចផ្កាហ្នឹងវាផ្លែមកល្អហើយអាចបង្កើនរយៈពេលប្រមូលផលវែងជាងមុនឧទាហរណ៍ថាអ៊ំពីពេលមកអ៊ំប្រមូលផលរយៈពេល3ខែតែអ៊ំប្រើហ្នឹងទៅអាចយូរជាងមុនអាចលើសពី3ខែព្រោះអីវាអាចដូចជានេះមេឃទូចនេះវាអាចបញ្ចេញផ្កាមកទៀតវាជួយជំនួយឲ្យមានផ្កាកើនហ្នឹងហើយអញ្ចឹងការកើនទិន្នផលពីឆ្នាំមុនពីឆ្នាំកន្លងមកហើយនឹងឆ្នាំនេះឃើញខុសប្លែករបៀបម៉េចអ៊ំខ្ញុំបើតាមនេះតាមការប៉ាន់ស្មានរបស់ខ្ញុំទេថាគិតថាឆ្នាំនេះប្រហែលជាកើនជាងឆ្នាំទៅពាក់កណ្ដាលជាងពាក់កណ្ដាលប្រហែលជាប៉ុណ្្នឹងដូចថាយើងមិនហ៊ានប៉ាន់ស្មានដល់លើសពីនឹងទេប៉ុន្តែផលយើងអត់ដល់ប្រមូលណាប៉ុន្តែតាមគិតមើលប្រហែលជាអាចលើសពួកអីនៅអត់ទាន់ចេញអស់ហើយមើលតាមមើលទៅអត់ចេញអស់ហើយបាទអញ្ចឹងអ៊ំមានមតិអ្វីដែលចង់ផ្ដាំផ្ញើដល់ប្រជាកសិករដែលប្រកបរបរដាំស្វាយចន្ទីដោយលោកអ៊ំនេះព្រោះអីខ្ញុំតាមស្ដាប់ឮមានអ្នកខ្លះប្រើមិនដឹងថាប្រើផលិតផលអីទេតែអត់ទទួលបានទិន្នផលដោយលោកអ៊ំនេះទេបាទតើអ៊ំចង់ផ្ដាំផ្ញើអ្វីដល់ពួកគាត់ហើយសូមអញ្ជើញលោកអ៊ំមានប្រសាសន៍អញ្ចឹងខ្ញុំសូមផ្ដាំផ្ញើដល់ប្រជាកសិករទាំងឡាយដែលចង់បានទិន្នផលខ្ពស់តើសូមប្រើប្រាស់ជីធម្មជាតិបុប្ផាវាប្រើហើយវាមិនប៉ះពាល់ដល់ប្រើហើយវាមិនប៉ះពាល់ដល់សុខភាពផងវាទិន្នផលខ្ពស់ផងហើយបើសិនណាជាបងប្អូននៅខាង
ស្រុកតំបែនេះបើចង់មកមើលផ្ទាល់ក៏បានយើងខ្ញុំស្វាគមន៍ជានិច្ចហើយបើសិនណាជាចង់តាក់ទងតាមលេខទូរស័ព្ទទិញជីឬក៏ថ្នាំកម្ចាត់សត្វល្អិតផ្សេងគេថាសូមតាក់ទងតាមលេខទូរស័ព្ទ012 894 255យើងខ្ញុំស្វាគមន៍ជានិច្ចបាទអរគុណលោកអ៊ំជាចុងក្រោយនេះខ្ញុំតំណាងឲ្យក្រុមហ៊ុនបុប្ផាសូមផ្ដាំផ្ញើដល់ប្រជាកសិករទាំងអស់ដែលប្រកបរបរដាំស្វាយចន្ទីចង់បានទិន្នផលខ្ពស់ដោយលោកអ៊ំហើយអ៊ំគឺជាកសិករគំរូម្នាក់ប្រចាំនៅស្រុកនេះស្រុកខាងលើដែលលោកអ៊ំបានជម្រាបហ្នឹងសូមអញ្ជើញតាក់ទងតាមលេខទូរស័ព្ទរបស់លោកអ៊ំឬក៏អញ្ជើញមកផ្ទាល់ស៊ើបសួរព័ត៌មានពីគាត់ពីវិធីប្រើប្រាស់ពីគាត់ដើម្បីជោគជ័យដើម្បីបង្កើនទិន្នផលហើយជីបុប្ផានេះជាពិសេសនោះមិនប៉ះពាល់ដល់សុខភាពបងប្អូនដែលប្រជាកសិករដែលប្រើប្រាស់នោះឡើយព្រោះអីជីនេះគឺជាជីធម្មជាតិគឺជាជីសរីរាង្គហើយសូមអរគុណដល់ប្រជាកសិករទាំងអស់ដែលប្រកបរបរស្វាយចន្ទីនេះសូមឲ្យរុះរាន់ឡើងដើម្បីកែប្រែជីវភាពជាថ្មីរបស់បងប្អូនឲ្យប្រែคล้ายជាអ្នកធូធាដូចគាត់សូមអរគុណ